បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទតាជាបៃបាទគុណអ្នកចំការសូមនាំយកនៅឱសថបុរាណធម្មជាតិបាទរបស់ដូនតាខ្មែរយើងមកបង្ហាញជូនពុកម៉ែបងប្អូនមួយមុខទៀតហើយពុកម៉ែបងប្អូនណាបាទឱសថនេះគឺជាប្រភេទឱសថជួយបន្សាបនៅពឹសពោះគ្រប់ប្រភេទឲ្យតែពឹសពោះមានពឹសពុកម៉ែបងប្អូនថាពោះអីទេណាបាទអញ្ចឹងឱសថនេះអាចជួយបន្សាបពឹសពោះទាំងអស់នោះបានចឹងមុននឹងប្រាប់ខ្ញុំបាទសូមថ្លែងអំណរអគុណដល់បងប្រុសដែលគាត់មាន Facebook ឈ្មោះថាកូនកោតូចបាទគាត់បានផ្ដល់ជូននៅឱសថនេះដល់ខ្ញុំគាត់ថាឲ្យជួយផ្សព្វផ្សាយទៅឱសថនេះប្រកែស័ក្តិសិទ្ធិណាស់គាត់យកទៅព្យាបាលគេជាគ្រប់គ្នាបាទតាំងពីចំនួនដូនតារហូតតមកដល់សប្តាហ៍ថ្ងៃហ្នឹងឯងបាទអញ្ចឹងឱសថនេះមាន3មុខពុកម៉ែបងប្អូនប៉ុន្តែមុននឹងប្រាប់ខ្ញុំបាទសូមចិត្តពុកម៉ែបងប្អូនណាដែលមិនទាន់បានជួយចុច follow ណាពុកម៉ែបងប្អូនបាទមិនទាន់បានជួយចុច follow លើ page ខ្ញុំសូមពុកម៉ែបងប្អូនជួយចុចម្នាក់មួយទៅហើយពុកម៉ែបងប្អូនដែលចុចរួចហើយឬមិនទាន់ចុចក្តីសូមពុកម៉ែបងប្អូនឃើញវីដេអូនេះបាទជួយចុច share ម្នាក់មួយដើម្បីយើងបានចែករំលែកនៅចំណេះដឹងនឹងទុកសម្រាប់គ្រួសារយើងរៀងៗខ្លួនពុកម៉ែបងប្អូនណាបាទបង្ការការពារថ្ងៃក្រោយកេញលោមានសัตว์ដែលមានពឹសខំយើងមានថ្នាំជាបាលបាទអញ្ចឹងថ្នាំទាំង3មុខនេះមានអ្វីខ្លះពុកម៉ែបងប្អូនអញ្ចឹងខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនច្បាស់ជាងគេគឺខ្ទឹមហ្នឹងហើយបាទសូមបញ្ជាក់ពុកម៉ែបងប្អូនថាទី1គឺខ្ទឹមបាទខ្ទឹមនេះបាទបើសិនជាវាកពឹសធំចេះយើងយក6កពឹសតែបើកពឹសតូចដូចនេះដូចមេដៃខ្ញុំចុចបង្ហាញហ្នឹងយើងយក8កពឹសខ្ទឹមទី1យើងយកខ្ទឹម8កពឹសឬក៏6កពឹសរីឯទី2គឺម្រេចពុកម៉ែបងប្អូនបាទអានេះខ្ញុំយកបោះប្រពន្ធខ្ញុំមកនេះគាត់ច្រកលក់មួយថង500បាទអញ្ចឹងបើបងប្អូនយកប្រមាណប៉ុណ្ណឹងបើអញ្ចឹងទៅពុកម៉ែបងប្អូនយកស្លាបព្រាបាយជោគមួយស្លាបព្រាបាយមកម្រេចណាបាទទី2ម្រេចរីឯទី3ស្រាសពុកម៉ែបងប្អូនណាស្រាសបាទអញ្ចឹងវិធីធ្វើពុកម៉ែបងប្អូនយើងត្រូវយកខ្ទឹមបាទ6កពឹសឬក៏8កពឹសយើងបុកជាមួយនឹងម្រេចនេះឲ្យម៉ត់ចូលគ្នារួចហើយបងប្អូនយកមកដាក់ចូលក្នុងដបទឹកសុទ្ធហ្នឹងបាទដាក់ចូលក្នុងដបហ្នឹងក្រោយមកបងប្អូនទិញស្រាមកចាក់បាទចាក់រហូតនេះមកស្មើនឹងអង្វាន់ដែលមេដៃជង្គូហ្នឹងអត់ឲ្យពេញដល់មាត់លើពេកទេណាបងប្អូនយើងយកត្រឹមតែអង្វាន់ហ្នឹងទេបាទអញ្ចឹងពុកម៉ែបងប្អូនដាក់ទុកចោលផ្អាប់ចោលហ្នឹងទៅរក្សាទុកគ្របឲ្យចិត្តទៅថ្ងៃណាមួយកែងលូរឿងជួបពិបត្តិអីពោះអីខំអញ្ចឹងយើងផឹកទៅពុកម៉ែបងប្អូនណាបាទផឹកមួយក្អឹកឬក៏2ក្អឹកទៅបាទចូលទៅដើម្បីបន្សាបពឹសពោះនៅក្នុងខ្លួនយើងណាពេលយើងពោះខំភ្លាមយើងផឹកភ្លាមអញ្ចឹងបានន័យថាបើយើងផ្សំបានហើយពេលដែលពុកម៉ែបងប្អូនដើរព្រៃគួរតែដាក់តាមខ្លួនទៅណាដែលថ្នាំយើងផ្សំដាក់ទុកក្នុងដបនឹងហើយណាបាទអញ្ចឹងមាន3មុខនោះទេពុកម៉ែបងប្អូនមានខ្ទឹមសស្រាសនិងម្រេចបាទជាដំបូងយើងយកខ្ទឹមនិងម្រេចហ្នឹងបុកចូលគ្នាមកហើយយើងដាក់ចូលក្នុងដបហ្នឹងទៅបាទដាក់ចូលក្នុងដបយើងចាក់ស្រាចូលទៅស្រាសហ្នឹងប៉ុន្តែហាមមិនអោយពេញដល់មាត់លើទេយើងនេះយកតែត្រឹមអង្វាន់លើហ្នឹងបានហើយនេះមេដៃជង្គូហ្នឹងអង្វាន់ហ្នឹងត្រឹមហ្នឹងចាក់មកត្រឹមហ្នឹងទៅទុកចោលទៅពេលណាបងប្អូនទៅព្រៃបងប្អូនដាក់ស្រាហ្នឹងតាមមកស្រាថ្នាំបន្សាបពឹសពោះហ្នឹងដើរចូលព្រៃរស់អស់កាប់ព្រៃកាប់អីការពារពោះវាខំអីយើងក្នុងព្រៃយើងមានថ្នាំនឹងស្រេចគាត់ធានាណាបងប្អូនគាត់ធានាថាជាពោះអីក៏ដោយឲ្យតែពោះពឹសធានាថាជា 100% ហ្នឹងហើយខ្ញុំបានពីបងប្រុសហ្នឹងទេអញ្ចឹងបើជាស័ក្តិសិទ្ធិយ៉ាងម៉េចយ៉ាងម៉ាអីខ្ញុំមិនដឹងទេប៉ុន្តែគាត់ថាថ្នាំហ្នឹងបានបន្សល់ទុកពីដូនតារបស់គាត់ដែលជាគ្រូថ្នាំពីមុនមកណាបាទគាត់ព្យាបាលគេដែលពោះខំតាំងពីសម័យមុនមកមិនទាន់មានពេទ្យបបោគ្រប់គ្រាន់ដូចឥឡូវហ្នឹងណាហ្នឹងហើយមិនទាន់មានថ្នាំពេទ្យបបោអញ្ចឹងប្រើតែថ្នាំហ្នឹងទេព្យាបាលជាអ្នកដែលពោះខំអញ្ចឹងគាត់ឲ្យខ្ញុំជួយផ្សព្វផ្សាយហ្នឹងហើយអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចជួយ share ម្នាក់មួយណាបាទមានតែប៉ុណ្្នឹងទេជាចុងក្រោយសូមគោរពជូនពរពុកម៉ែបងប្អូនទាំងអស់បានប្រកបជួបផ្ទះតែក្តីសុខក្តីចម្រើនរោគស៊ីមានបាននឹងអាយុវែងបាទពេលនេះខ្ញុំបាទតាចំបៃគូអ្នកចំការបាទសូមអរគុណសូមគោរពលាបាទ